សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកថតផ្លែមួយប្រភេទចែកជូនឲ្យពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាឲ្យបានឃើញផ្លែមួយប្រភេទនេះនាងខ្ញុំធ្លាប់បានផុសជាសំណួរសួរដល់ពុកម៉ែបងប្អូនរួចម្ដងទៅហើយរុក្ខជាតិមួយប្រភេទនេះថ្ងៃនេះក៏នាងខ្ញុំមកថតបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញម្ដងទៀតដែរដោយសារតែផ្លែរបស់វាគឺថាទុំស្អាតមែនទែនតែម្ដងហើយចំពោះរុក្ខជាតិមួយប្រភេទនេះគឺមានឈ្មោះថាប្រយ៉ង់អ្នកខ្លះហៅថាត្រយ៉ងអ្នកខ្លះហៅថាសយ៉ងអានឹងតាមស្រុកនីមួយដែលពួកគាត់រស់នៅប៉ុន្តែរុក្ខជាតិមួយប្រភេទនេះគឺមានឈ្មោះថាប្រយ៉ង់ហើយផ្លែរបស់វាគឺយើងអាចបរិភោគបានផ្លែរបស់វានៅខាងក្នុងមានសភាពពណ៌លឿងនៅខាងក្រៅមានសម្បកពណ៌ក្រហមស្រស់កាលពីនៅក្មេងនាងខ្ញុំធ្លាប់បេះផ្លែឈើមួយប្រភេទនេះបរិភោគភាគច្រើនផ្លែឈើមួយប្រភេទនេះមាននៅក្នុងតែរដូវកាលនេះទេផុតពីខែហ្នឹងគឺអត់មានទេហើយឆ្នាំខ្លះក៏អត់ដែលឃើញវាផ្លែដែរហើយប្រសិនបើយើងក៏លេចមើលដើមវាមួយផ្លេតណាពុកម៉ែបងប្អូនដើមវាស្លឹករបស់វាដូចផ្កាកែវអញ្ចឹងពុកម៉ែបងប្អូននេះតែផ្លែវាក៏ស្រដៀងដែរប៉ុន្តែវាមានលក្ខណៈផ្កាអត់ដូចគ្នាទេដោយសារតែផ្កាកាកែវមានសភាពពណ៌សមានក្លិនក្រអូបបែបត្រជាក់ស្រាលរីឯផ្ការបស់ប្រយ៉ង់គឺមានពណ៌លឿងមានក្លិនក្រអូបតែក្រអូបបែបផ្សេងចំពោះរុក្ខជាតិណាពុកម៉ែបងប្អូនពេលខ្លះយើងអាចនឹងច្រឡំគ្នាដោយសារតែវាមានស្លឹកស្រដៀងគ្នាផ្លែស្រដៀងគ្នាប៉ុន្តែវាមានអត្ថប្រយោជន៍និងផ្កាអត់ដូចគ្នាដោយសារតែរុក្ខជាតិមួយប្រភេទនេះភាគច្រើនគឺលោកគ្រូថ្នាំឱសថបុរាណគាត់ប្រើវាដើម្បីធ្វើព្យាបាលជំងឺដូចជាផ្លែរបស់វាយើងបុកលេខទឹកដើម្បីផឹកឲ្យមានការក្អួតសម្រាប់អ្នកដែលមានបញ្ហាហូបទៅពុលអីចឹងទៅគឺគេបុកផ្លែរបស់វាលេខទឹកផឹកដើម្បីធ្វើឲ្យក្អួតរីឯខាងផ្កាកែវគឺគេព្យាបាលទៅលើផ្នែករលាកខួរក្បាលរលាកស្រោមខួរហើយព្យាបាលជំងឺអាការៈឈឺធ្មេញអីអានឹងខាងផ្កាកែវហើយរុក្ខជាតិមួយប្រភេទនេះព្យាបាលផ្ការបស់វាព្យាបាលជំងឺណែនទ្រូងព្យាបាលច្រើនណាស់ហើយប្រសិនបើពុកម៉ែបងប្អូនចង់ឲ្យនឹងខ្ញុំអត្ថាធិប្បាយអំពីអត្ថប្រយោជន៍របស់រុក្ខជាតិមួយប្រភេទនេះពុកម៉ែបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះនាងខ្ញុំនឹងធ្វើអត្ថាធិប្បាយអំពីអត្ថប្រយោជន៍របស់ប្រយ៉ង់ចែកជូនដល់ពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាឲ្យបានដឹងប៉ុន្តែចំពោះវីដេអូនេះនាងខ្ញុំគ្រាន់តែបង្ហាញឲ្យឃើញអំពីផ្លែរបស់វាទេផ្លែរបស់វាគឺមានសភាពស្អាតណាស់ហើយខែនេះគឺជាខែរបស់ផ្លែវាបញ្ចេញផ្លែផងដែរហើយផ្លែវាយើងអាចបរិភោគបានតែយើងកុំបរិភោគច្រើនពេកវាអាចនឹងធ្វើយើងមានអាការៈក្អួត